ជួបជាមួយក្នុងបាតសារថ្មីទៀតហើយបងប្អូនអ្នកគ្នាបាទគឺបញ្ហាម៉ូតូពួកសងស្រីចាស់គឺមានបញ្ហាគឺផ្សែងបងប្អូនអ្នកគ្នាបាទផ្សែងហើយគឺខ្វះពេញផ្សែងបងប្អូនអ្នកគ្នាបាទឬសូក្នុងម៉ូតូនេះដឹងហើយបងប្អូនអ្នកគ្នាបាទគឺបញ្ហាម៉ូតូនេះគឺខូចច្រើនមែនតើបាទស្ដាប់តែស្នូទៅដឹងហើយបាទឡើយយើងមើលសមាំងបាទសមាំងនេះគឺដកប្រេងគឺសាច់មកខ្លាំងមែនតើគឺមកដល់ឲ្យម៉ូតូនេះគឺខ្វះប្រេងសិនបើសិនយើងម្ចាស់ម៉ូតូប្រើប្រាស់តែភ្លេចតែមើលប្រេងសិនហើយមកដល់ម៉ូតូនេះគឺគប់ពេកហើយបាទតែគប់ពេកគឺអស់ច្រើនណាស់បងប្អូនអ្នកគ្នាបាទឬស្នូមិនសិនទេបងប្អូនបាទសូម្បីតែក្នុងមិនសិនគឺលន់ខ្លាំងមែនតើបាទឥឡូវយើងមើលយើងដាក់បញ្ចូលលេខតើមានបញ្ហាអ្វីបានជាយើងបញ្ចូលលេខទៅហើយនោះគឺមានបញ្ហាលលត់បាទចូលលេខទៅលលត់បាទឥឡូវយើងកុំឲ្យទុកយូរបងប្អូនអ្នកគ្នាបាទបញ្ហាយើងចាប់ផ្ដើមរើដល់ក្រោយទៅបាទតនៅព្រឹកកាលណារីថ្ងៃនេះពិបាកយកបងប្អូនបាទឥឡូវយើងចាប់ផ្ដើមរើដល់អ្នកគ្នាបាទហើយបញ្ហាម៉ូតូនេះយើងស្ដាប់លឺហើយគឺលឺស្នូបាទនៅប្រដាំងយេនគឺយេនបាទគឺខូចមានបញ្ហាហើយចំណុចស្ទង់របស់គាត់គឺមកដល់ឲ្យបាទគឺខ្វះព្រីសិនបាទហុចផ្សែងបងប្អូនគាត់ថាលលងក្បាត់ពីស្ទង់ហើយអញ្ចឹងយើងត្រូវតែរើហើយចំណុចរើនេះគឺយើងត្រូវរើទាំងអស់បងប្អូនបាទយើងមិនមែនតែរើនៅដូរពីស្ទង់ទៅបាត់ទេអត់ទេបងប្អូនគឺបញ្ហាគឺលន់បាទយើងធ្វើឲ្យបាត់លន់មិនសិននឹងបញ្ហាមួយទៀតគឺបាត់នៅកុំឲ្យវាញ៉ាំប្រេងសិនញ៉ាំប្រេងសិនបាទជាមួយចំហប្រេងសិននេះក៏ដឹងឃើញបងប្អូនបាទគឺនៅក្នុងកធុងចំហប្រេងសិននេះគឺប្រេងនេះគឺខ្វះបងប្អូនបាទគឺបានប្រេងតែប្រហែលជា20-30% ទេបាទឃើញបងប្អូនបាទរូបសញ្ញាដៃខ្ញុំចោលមិញហ្នឹងឃើញអត់បាទឥឡូវយើងត្រូវតែរើផ្លាស់ប្ដូរជាមួយនឹងក្បាត់ជាមួយនឹងប៊ីស្តុងបាទយើងសៃសេមីប៊ីស្តុងដើម្បីដូរជាមួយនឹងក្បាត់ថ្មីបាទហើយពិនិត្យជាមួយមើលជាមួយនឹងឡតមើលសប៉ាប់ផងគាត់ផងដែរបាទយើងត្រូវដាក់ធ្វើទៅវិញមកអេមកគាត់បាទយើងត្រូវសៃសប៉ាប់បើសិនសប៉ាប់នោះគឺលលងខូចយើងត្រូវដូរបាទយើងត្រូវដាក់សប៉ាប់អេមកបងប្អូនបាទគឺយើងអត់មានត្រូវដាក់សប៉ាប់លោទេបាទហើយចំណែកបដាងយេនចំណែកយេនក៏ដូចគ្នាដែរបាទយើងត្រូវប្រើប្រាស់ជាមួយនឹងពីដាងឡបាទនឹងយេនណបានប្រើប្រាស់បាត់យូរបាទហើយម៉ូតូនេះគឺមិនសូវមានកម្លាំងទេបងបាទឃើញខ្ញុំសាកមើលហើយគឺអត់សូវមានកម្លាំងទេអញ្ចឹងហើយយើងត្រូវធ្វើមកធ្វើម៉េចឲ្យមានកម្លាំងបាទដាក់រៀបទៅវិញហើយម៉ូតូនេះគឺយើងត្រូវលាងមកស្អាតទៅវិញខ្ចីញ៉ៃបងប្អូនអរគ្នាបាទគឺខាងក្នុងហើយធម្មតាម៉ាស៊ីនរើមកគឺបញ្ហាមួយចំនួនគឺយើងលាងមិនសូវបានស្អាតទេបាទគឺលាងជាមួយនឹងសាំងតែឥឡូវជប់លាងជាមួយនឹងសាំងហើយបងប្អូនអរគ្នាបាទចំណាយពេលវេលាគឺយូរបន្តិចតែវាស្អាតឥឡូវយើងជាមួយយើងរើទាំងអស់គ្នាបាទតើយើងធ្វើយ៉ាងម៉េចបានជាម៉ូតូនេះគឺស្អាតខ្ចីញ៉ៃបងប្អូនអរគ្នាបាទជាមួយយើងរើសិនបាទហើយបញ្ហាអ្វីបណ្ដាលឲ្យម៉ូតូហ្នឹងគឺយើងបញ្ចូលលេខទៅគឺរលត់បាទអត់តែបញ្ចូលលេខទៅគឺរលត់ទៅបើសិនតែបញ្ហាម៉ូតូបែបនេះបើសិនតែយើងនៅប្រើប្រាស់ទៀតបានក៏ដល់តែវាអត់ទៅមានកម្លាំងបាទបើយើងបញ្ចេញហើយយើងយកយើងអមអង្គយ៉ារុញតាមមិនដឹងបានចេះបាទអានេះបញ្ហាយើងដោះមកគឺឃើញឥឡូវហើយបាទឥឡូវយើងយកជាមួយនឹងចានស្បែកចេញសិនបាទយើងដោះខ្សែដល់ចេញសិនដើម្បីត្រួតពិនិត្យមើលតើបញ្ហាអ្វីបានមកដល់ឲ្យម៉ូតូនេះគឺបញ្ចូលលេខទៅលុតបាទបញ្ហាទី2នោះគឺបញ្ហាគឺខ្វះប្រេងសិនបាទខ្វះប្រេងសិនដោយសារសង្កេតមើលបងប្អូនបាទម៉ូតូដែលមានបញ្ហាគឺខ្វះប្រេងសិនហើយបងប្អូនរោរ៉ាខ្លាំងបាទរោរ៉ាខ្លាំងគឺចេញផ្សែងបងប្អូនបាទតែផ្សែងសនៅគឺបញ្ហាម៉ូតូហ្នឹងគឺមកពីក្បាត់ស្ទង់ហើយឥឡូវយើងដោះខ្សែចេញបងប្អូនបាទយើងចាប់ផ្ដើមមើលឡើយមើលឃើញឡើយបញ្ហាអ្វីដែលមកដល់ឲ្យម៉ូតូនេះគឺបញ្ហាបញ្ចូលលេខទៅរលត់បាទចូលលេខទៅដល់តែរលត់ឲ្យចែកបងប្អូនបាទមិនដឹងមានបញ្ហាអ្វីបាទបញ្ហាអ្វីបាទហើយឥឡូវជើងមកឲ្យជើងរត់ដោះស្រាយហើយតិចទៀតគឺឃើញឡើយបងប្អូនរបស់គ្នាបាទអញ្ចឹងគឺម្ចាស់គាត់ផ្ដាំឲ្យផ្ដាំទៀតថាធ្វើម៉ូតូនេះគឺធ្វើមិនឲ្យកម្លាំងបងប្អូនបាទធ្វើមិនឲ្យកម្លាំងឲ្យគាត់អញ្ចឹងយើងក៏បាទអូខេជាមួយគាត់ដែរបាទនេះឃើញបងប្អូនគឺបញ្ហាគៀបចុះស្បែកហើយយកចានត្រឡប់ជាមួយនឹងចង់ស្បែកយកចេញបងប្អូនបាទយកចេញចោះឆ្កើបន្តិចជាមួយចេញមកឬយើងដឹងឥឡូវហើយបាទនេះឃើញបងប្អូនមកគឺលបើកអស់លលីងបងប្អូនអើយបាទអញ្ចឹងគឺបញ្ហាមកដល់ម៉ូតូនេះគឺបញ្ចូលលេខទៅលលត់បាទគឺលបើកស្បែកបងប្អូនណាគឺលបើកចង់ទាំងអស់នេះបាទលបើកទាំង3ដងម៉ៃគឺមកដល់ម៉ូតូហ្នឹងដាក់លេខទៅលលត់ហើយបងប្អូនឃើញបងប្អូនបាទអញ្ចឹងយើងត្រូវការដាក់ទៅវិញជាមួយនឹងស្បែកឡឲ្យគាត់បាទដាក់ទៅគឺកម្លាំងខ្លាំងហ្មងបងប្អូនអរគ្នាបាទគឺពួកម៉ូតូពួកសងសេរីចាស់បាទគឺមកអន់ចាញ់ពួកម៉ូតូម៉ាស៊ីន125ម៉ានទេបាទដោយសារម៉ូតូនេះតែយើងរើហើយគឺរៀបទៅវិញនោះគឺបញ្ហាគឺតែកម្លាំងខ្លាំងហ្មងបងប្អូនអរគ្នាបាទគឺយើងរៀបទៅត្រូវបងប្អូនបាទបើយើងរៀបមិនត្រូវគឺអត់កម្លាំងដែរប៉ុន្តែម៉ូតូនេះគឺអាចតែកម្លាំងខ្លាំងបាទកម្លាំងលើងឡើង250cc បាទឥឡូវនិយាយលេងបងប្អូនបាទឥឡូវចាប់ផ្ដើមយើងរើទៀតបាទត្រង់ប្រេងបងប្អូនបាទគឺឃើញកទីបងប្អូនបាទគឺនេះគឺជាបញ្ហាទី1ដែរបើសិនជាយើងប្រើប្រាស់ប្រេងមិនត្រូវដែរបានថែរក្សាប្រេងទេបាទគឺបញ្ហាគឺមើលកត្រង់ប្រេងមិនឃើញបងប្អូនបាទគឺកតិចកាលណាកតិចគឺស្ទះបើទៅបូមប្រេងឡើងមកលើទេគឺមិនដែរឲ្យម៉ូតូនោះគឺឡើងកម្ដៅខ្លាំងដែរបងប្អូនបាទចឹងហើយគឺយើងត្រូវត្រួតពិនិត្យមើលបានគ្រប់ចុងជ្រោយបាទតែធ្វើកត្តាយ៉ាងម៉េចដើម្បីឲ្យម៉ូតូហ្នឹងគឺប្រើប្រាស់បានយូរបាទគឺបញ្ហាទី1គឺយើងត្រូវត្រួតពិនិត្យមើលប្រេងម៉ាស៊ីនបាទឲ្យបានគ្រប់គ្រាន់បាទចំពោះពិសេសម៉ូតូដែលគឺហុចផ្សែងបាទត្រូវឡើងមើល4-5ថ្ងៃគេត្រូវយកមកគេប្រេងម៉ាស៊ីនបាទមើលម្ដងតើប្រេងម៉ាស៊ីនក៏នៅដែរឬក៏មិនយ៉ាងម៉េចបើសិនតែបងប្អូនមិនតរើម៉ាស៊ីនទេគឺយើងត្រូវការថែមប្រេងទៅបាទអាជីពហ្នឹងថែមប្រេងទៅតាមមានថវិកាគឺយើងរើម៉ាស៊ីនបណ្ដោយបាទដូចតូនអញ្ចឹងហ៎បងប្អូនអរគ្នាបាទគឺគាត់ចូលទៅប្រើប្រាស់របស់គាត់បាទ
ឥឡូវចាប់ផ្ដើមដោះជាមួយនឹងប៊េនសាំងសិនហើយប៊េនសាំងគឺយើងលឿងទៅវិញគឺស្អាតគាត់ផងដែរបងប្អូនបាទចាប់អេមទៅវិញបងប្អូនបាទសេរីគាត់មកស្អាតទៅវិញបងប្អូនបាទឥឡូវចាប់ផ្ដើមដោះអៀចេញហើយការថែរក្សាមួយទៀតគឺត្រូវត្រួតពិនិត្យមើលសម្មុខអៀផងដែរបាទបើសិនជាសម្មុខអៀស្ទះមានទលីមានអីជាប់ច្រើនគឺយើងត្រូវផ្លាស់ប្ដូរចេញដូរសម្មុខអៀថ្មីបាទគឺបណ្ដាលឲ្យម៉ូតូហ្នឹងគឺបញ្ហាឆេះស្រួលហើយបាទបើសិនជាយើងផ្លាស់ប្ដូរទេបណ្ដាលឲ្យម៉ូតូហ្នឹងគឺឆេះទៅគឺឆេះមិនសូវស្រួលហើយញ៉ាំសាំងច្រើនទៀតបាទគឺបញ្ហាញ៉ាំសាំងច្រើនអញ្ចឹងគឺត្រូវការផ្លាស់ប្ដូរចេញបាទហើយបន្តមកទៀតគឺយើងត្រូវត្រួតពិនិត្យមើលទៀតបងប្អូនបាទព្រោះពីណាត្រូវមើលកង់មើលអីចឹងទៅបាទបើសិនសឹកកង់សឹកអីផ្លូវឆ្ងាយយើងត្រូវការផ្លាស់ប្ដូរថ្មីទៅអាហ្នឹងវាមិនតាក់ទងជាមួយគ្រឿងសិនទេបាទគឺគ្រឿងខាងក្រៅបងប្អូនបាទហើយកត្តាប្រមាណនេះបងប្អូនបាទគឺយើងថែរក្សាប្រេងបាទពុកត្រួតមើលសម្បុកអៀបើសិនតែម៉ូតូនឹងគឺជាប្រេងលាក់គឺយើងចាប់ឆាប់យកមកធ្វើមកបាទគឺម៉ូតូបងប្អូនគឺបណ្ដាទុកអាយុគឺអាចនឹងខ្វះប្រេងហើយបាទហ្នឹងបងប្អូនបាទគឺបញ្ហាជ្រាបតាមក្រមសបាប់គឺក៏ជ្រាបតាមចានភ្លើងចានអីណាបងប្អូនបាទម៉ូតូនេះទុកយូរគឺអាចនឹងខ្វះប្រេងហើយអញ្ចឹងគឺយើងត្រូវត្រួតពិនិត្យមើលបានគ្រប់សពដោយម៉ូតូនេះចឹងឃើញបងប្អូនបាទឥឡូវកន្លែងសបាប់របស់គាត់គឺខ្មៅមែនតើបងប្អូនបាទខ្មៅហើយការរៀបចូលទៅវិញគឺយើងត្រូវធ្វើយ៉ាងម៉េចគឺឲ្យស្អាតរបស់គាត់ទៅវិញបាទដើម្បីគាត់មានទំនុកចិត្តបាទដោយសារគាត់មានទំនុកចិត្តហ្នឹងបានគាត់យកមកបាទបើយើងធ្វើឲ្យគាត់អត់មានទំនុកចិត្តទៀតចប់ហើយបងប្អូនបាទឥឡូវយើងយកសេមីចេញតើបញ្ហាអ្វីបានជាបណ្ដាលឲ្យសេមីហ្នឹងលងដោយសារអ្វីដោយសារពីស្ទង់បងប្អូនចេះយកទៅប្រើយកទៅក៏វត្តហ្នឹងគឺវាលងអស់ទៅគឺបណ្ដាលឲ្យពីស្ទង់ហ្នឹងលងបាទបណ្ដាលឲ្យផ្សែងបងប្អូនបាទឥឡូវយើងស្អាតហើយឃើញបងប្អូនបាទកន្លះយើងខ្ចីញ៉ៃឃើញបងប្អូនបាទគឺយើងបានលាងសម្អាតយ៉ាងស្អាតផងដែរបាទឥឡូវចាប់ផ្ដើមរៀបជាមួយនឹងសបាប់យើងបញ្ចូលទៅវិញហើយសបាប់នេះក៏យើងបានផ្លាស់ប្ដូរជាមួយនឹងសបាប់ផងដែរយើងផ្លាស់ប្ដូរជាមួយសបាប់មកគូជាមួយនឹងឡតបាទឥឡូវយើងចាប់ផ្ដើមរៀបភ្ជាប់មកគុំចូលទៅវិញបាទរៀបចំដាក់ជាមួយនឹងសបាប់របស់យើងដាក់ជាមួយនឹងហ្វឺតសបាប់ហើយហ្វឺតសបាប់គឺយើងត្រូវការយកជាមួយនឹងហ្វឺតល្អផងដែរបងប្អូនបាទហ្វឺតស៊ីនហ្នឹងបងប្អូនបាទហ្វឺតស៊ីនបានយើងប្រើប្រាស់បានយូរកាលណាបើសិនជាយើងយកហ្វឺតធម្មតាគឺប្រើប្រាស់បានយូរទេហើយបណ្ដាលឲ្យហ្វឺតគឺរឹងផងដែរបងប្អូនរឹងបាទគឺប្រើបានមានគុណភាពទេជាងប្រើហ្វឺតល្អគឺមានគុណភាពល្អបងប្អូនបាទគឺប្រើប្រាស់បានយូរអញ្ចឹងហើយគឺជាការទម្លាប់របស់យើងផងដែរបាទឥឡូវចាប់ផ្ដើមរៀបបង្គំចូលជាមួយនឹងជាមួយនឹងសបាប់របស់យើងបាទហើយចំណុចវាស្លុងគឺយើងបានរៀបមកចូលកង្វាត់មកចូលអីក៏រួចរាល់អស់ដែរបងប្អូនបាទវាធ្វើលឿនតិចបាទគឺតន់នៅព្រឹកបងប្អូនបាទកាលណាឬថ្ងៃរសៀលតិចគឺរៀងចាប់ហើយបងប្អូនបាទគឺខ្លាច់មិនភ្លៀងមិនអីហ្នឹងណាបងប្អូនបាទឥឡូវចាប់ផ្ដើមរៀបបង្គំចូលទៅវិញបាទហើយម៉ូតូនេះផងដែរបងប្អូនគ្នាគឺគាត់ជិះទៅរោត្រីបងប្អូនបាទគឺជិះទៅរោត្រីឆ្ងាយនឹងយប់ដែរណាបាទប្រសាបានត្រីច្រើនអញ្ចឹងទៅបាទគាត់ថាម៉ូតូគាត់ពិបាកដឹកដោយសារកម្លាំងគឺខ្សោយពេលបញ្ចូលលេខទៅគឺយ៉ងបាទការតន់លបើកស្បែកចឹងបាទមុនលបើកស្បែកបាទគឺបញ្ចូលលេខទៅគឺខ្សោយមកតែបាទមូទៅគឺងាងមិនសិនបាទម៉ូតូគេដូចគ្នាគេជិះទៅគឺកម្លាំងបាទប្រយទៅបាត់ទៅបាទគេទៅដល់កន្លែងមុនគាត់ទៅដល់ពាក់កណ្ដាលផ្លូវដែរបាទគឺដោយសារបញ្ហាម៉ូតូហ្នឹងគឺខ្សោយបាទគឺទៅអត់តាន់គេបងប្អូនបាទអញ្ចឹងគាត់យកមកសម្រាប់យកមកជឹងរុនធ្វើបាទដាក់កម្លាំងឲ្យខ្លាំងធ្វើម៉េចបាទទៅដល់មុនកោដៅពួកមុនម៉ូតូដែលធ្លាប់ជិះមុនគាត់ទៅដល់មុនគាត់ហ្នឹងបងប្អូនបាទឥឡូវចេះប្រើរៀបចំឲ្យគាត់មកស្អាតទៅដល់បាទដាក់ឲ្យគាត់មកអេមទៅវិញបាទបើមិនកម្លាំងទេមិនខ្លាំងទេក៏យកមកឲ្យជឹងរុនវិញបាទអញ្ចឹងគឺតនីគុណភាពគាត់ហ្នឹងបងប្អូនបាទអមធ្វើឲ្យតែហីបាទយកទៅលុយគាត់ប្រត់ចេះទៅបាត់អត់ទេបងប្អូនបាទវាចេះឲ្យកើតទេបាទបើមានបញ្ហាត្រង់កន្លែងណាគឺយកមកវិញមកបាទគឺសុខចិត្តធ្វើឲ្យបងប្អូនវិញបាទគឺអត់យកថាវិការទេបាទឲ្យតែបងប្អូនថាដោះចិត្តបាទបើមានបញ្ហាស្រួលហើយក៏ស្រួលទៅបងប្អូនបាទគាត់ស្រួលហើយកុំភ្លេចមកលេខជាងផងបាទមើលថែរក្សាប្រេងបាទគឺសំខាន់ណាស់បងប្អូនបាទបើយើងមិនបានថែរក្សាប្រេងបានល្អទេប្រកបណាស់បងប្អូនបាទម៉ូតូបងប្អូននឹងជិះទៅគឺស្នូម៉ាស៊ីនគឺលឺញាប់ប៉ុន្តែបាទគឺមកដល់ឲ្យម៉ាស៊ីនហ្នឹងគឺរៀងធ្លាក់ហើយបាទហើយយើងកុំថាំប្រេងពេកបាទយើងកំណត់ខែមួយខែឬក៏មួយខែកន្លះហើយទៅយើងដូរប្រេងទៅបាទកុំទុកយូរពេកគឺអស់ជារំអិលនឹងប្រេងហ្នឹងគឺធ្វើឲ្យម៉ូតូយើងក៏វាខ្សោយផងដែរបងប្អូនបាទក្នុងការប្រើប្រាស់គឺយើងត្រូវត្រួតពិនិត្យមើលអញ្ចឹងបងប្អូនបាទមិនមែនតែម៉ូតូជិះឲ្យម្ដង 4-5 ខែដូរប្រេងសុំសិនម្ដងអត់ទេបងប្អូនបាទយើងត្រូវត្រួតពិនិត្យមើលត្រឹមតែមួយខែឬក៏មួយខែកន្លះយើងដូរទៅបាទយើងដូរទៅកុំចាំទុកទេបាទបើសិនជាម៉ូតូយើងជិះឆ្ងាយហីត្រឹមមួយខែយើងផ្លាស់ប្ដូរទៅបាទផ្លាស់ប្ដូរបាទយើងមើលភិនម៉ូតូផងដែរបើសិនជាម៉ូតូលិចប្រេងលិចអីក៏យើងឆាប់ផ្លាស់ប្ដូរទៅបាទបាទឥឡូវយើងដាក់ជាមួយនឹងផងឲ្យស្អាតសិនបាទខ្លាចមានដីអីហុយចូលបាទឥឡូវចាប់ផ្នែកខាងមីស្តង់របស់យើងជិះដាក់ឡូជាមួយនឹងសមីសិនបាទខ្លាចវាតឹងជ្រុលឬក៏វាយ៉ាងម៉េចឥឡូវចាប់ផ្ដើមជូតសមីយើងស្អាតសិនខ្លាចមានកតិចដីកតិចចូលចឹងបងប្អូនបាទអញ្ចឹងរៀបកវ៉ាត់បណ្ដោយទៅបាទរៀបកវ៉ាត់យើងបណ្ដោយទៅបាទដោយសារយើងជូតស្អាតហើយអញ្ចឹងការរៀបកវ៉ាត់នេះក៏ដូចគ្នាបងប្អូនបាទគឺយើងត្រូវមានមើលណាបងប្អូនបាទជ្រើមានកវ៉ាត់ណាត្រូវដាក់ខាងលើឬខាងក្រោមកវ៉ាត់មុខកវ៉ាត់បែរតាណាបែរតាណីតាមស្តង់ដារយ៉ាងបាទបែរចាស់ដាក់ទេបងប្អូនបាទចេះតែដាក់គឺបានទេបងប្អូនបាទគឺបានតែឆេះដូចគ្នាក៏ប៉ុន្តែគុណភាពគឺប្រើប្រាស់គឺខុសគ្នាបាទរយៈពេលគឺយើងរៀបទៅគឺប្រើបាន
ប្រាស់បានពីមួយឆ្នាំទេបាទកាលយើងរៀបអត់ត្រូវស្តង់ដារគឺប្រើបានមួយឆ្នាំគុណភាពគឺខុសគ្នាអញ្ចឹងបងប្អូនបាទសម័យតែក្បាត់សំណាញ់ក៏ខុសគ្នាដែរបាទដាក់បែរមុខទៅខាងណាទៅខាងណីអញ្ចឹងបងប្អូនបាទគេមានបាទមិនមែនចេះតែដាក់ទេចេះតែដាក់ក៏ប្រើបានដូចគ្នាដែរប៉ុន្តែគុណភាពគឺខុសគ្នាណាបងប្អូនបាទគឺខុសគ្នាប៉ុន្តែការដាក់ជាមួយនឹងពីស្តង់នេះគឺយើងត្រូវដាក់ប្រេងសិនដើម្បីជាអំបិលតិចកាលយើងដាក់ពីស្តង់ចូលទៅគឺធូរបាទកាលណាមួយគឺយើងបញ្ចុះបញ្ឆេះម៉ូតូទៅនោះគឺវាអត់គប់ពេកបងប្អូនបាទគឺត្រូវតែប្រេងបូមឡើងមកគឺរៀងយូរអញ្ចឹងយើងដាក់ប្រេងហ្នឹងផ្សាមហើយដើម្បីកុំឲ្យគប់ពេកបាទឥឡូវរួចរាល់ហើយបងប្អូនបាទយើងដាក់បង្គុំទៅបាទហើយកាទៀរបស់គាត់ឃើញបងប្អូនបាទគឺខ្ចីញ៉ាញ់ហ្នឹងបងប្អូនបាទលាងមកស្អាតបាទបើមកស្អាតប៉ុណ្ណេះហើយបងប្អូនមិនពេញចិត្តទៀតដឹងធ្វើយ៉ាងម៉េចទេបងប្អូនបាទស្អាតមែនតើបងប្អូនបាទឥឡូវយើងរៀបជាមួយនឹងស្ពឺលេខបាទស្ពឺលេខរបស់គាត់គឺយើងបានលាងស្អាតផងដែរបងប្អូនបាទឃើញបងប្អូនបាទគឺស្អាតអត់បាទខ្ចីញ៉ាញ់បងប្អូនបាទខ្ចីញ៉ាញ់មែនតើបាទយើងបានសន្យាថាយើងលាងធ្វើយ៉ាងម៉េចឲ្យស្អាតឲ្យគាត់ឥឡូវយើងមកស្អាតហើយបងប្អូនបាទទាំងខាងក្នុងទាំងខាងក្រៅបាទបើស្អាតប៉ុណ្ណេះហើយមិនសុខចិត្តទៀតនឹងធ្វើប៉ុណ្ណាដែរបងប្អូនអើយសម័យស្ពឺលេខរបស់គាត់ឥឡូវយើងលាងស្អាតផងដែរបងហើយស្ពឺការ៉េម្យ៉ងរបស់គាត់គឺរឿងសឹកតិចបងប្អូនបាទសឹកប្រែ20%ហើយការ៉េម្យ៉ងប៉ុន្តែគាត់ឲ្យដាក់ប្រើប្រាស់សិនទៅបាទប្រើប្រាស់សិនចាំផ្សារការ៉េផ្សារថ្មីទៅវិញបាទដោយសារថាពិការគឺរៀងខោចហើយបាទព្រួយម៉ូតូនេះគឺដូរច្រើនផងដែរបងប្អូនបាទដូរច្រើនមែនតើបាទដូរជាមួយនឹងកាទៀផងដែរហើយចំណែកកាទៀហ្នឹងគឺដូរមកជាហៀងផងដែរដោយសារប្រេះដោយសារសាមុននេះគឺប្រេះគឺច្រាលេខបញ្ហាច្រាលេខទៅគឺបណ្ដាលឲ្យម៉ូតូនេះគឺប្រេះកាទៀប្រេះគឺយើងអាចយកទៅផ្សារកើតដែរបងប្អូនបាទផ្សារកើតទេផ្សារកន្លែងហ្នឹងគឺវាស្ដាងពេកផ្សារទៅក៏ប្រើប្រាស់បានយូរដែរដូចនេះហើយគឺយើងត្រូវផ្លាស់ប្ដូរជាមួយនឹងកាទៀថ្មីបណ្ដោយដែរបងប្អូនបាទយកកាទៀស៊ីនបាទក្រាស់បានល្អបើកាលណាយើងយកកាទៀអាយគឺស្រាវគឺប្រើប្រាស់អត់សូវបានយូរទេបាទហើយតម្លៃក៏ខុសគ្នាផងដែរបងប្អូនបាទតម្លៃគឺខុសគ្នាផងដែរបាទរបស់ស៊ីនហ្នឹងគឺរឿងថ្លៃដែរណាបងប្អូនឥឡូវមិនថោកទេបងប្អូនបាទចូលលបាក់ដូចជា30ជាងហើយបងប្អូនបាទ30រៀលជាងបាទទៀស៊ីនហ្នឹងបងប្អូនបាទ